ជំរាបសួរយើងខ្ញុំទាំងអស់គ្នាគឺជាសិស្សានុសិស្សថ្នាក់ទី 12B នៃវិទ្យាល័យហ៊ុនសែនប្រាសាទបាគងសូមជូនដំណើរការស្ដីពីការផលិតសាប៊ូដុំលាងដៃដែលដឹកនាំដោយអ្នកគ្រូឌីសុកលីសម្ភារៈដែលយើងត្រូវប្រើប្រាស់រួមមានចង្ក្រានហ្គាសឆ្នាំងកៅប៊េសៀពុម្ពកាំបិតនិងជ្រុញរីឯសារធាតុផ្សំរបស់យើងរួមមានមេសាប៊ូដុំចំនួន500ក្រាមលក្ខណ៍មេក្លិនពី5ទៅ10មីលីលីត្រវីតាមីន E ចំនួន5មីលីលីត្រនិងអ៊ីសូប្រូពីលអាល់កុលដែលយើងប្រើប្រាស់ដើម្បីបាញ់បំបត្តិពពុះមុននឹងឈានដល់ដំណើរការផលិតយើងត្រូវរក្សាបានជានិច្ចនូវអនាម័យដូចជាការពាក់ស្រោមដៃនិងការពាក់ម៉ាស់ជាដើមដើម្បីកុំឲ្យខាតពេលយូរយើងឈានដល់ដំណាក់កាលផលិតដូចតទៅដំណាក់កាលទី1គឺយើងត្រូវកាត់មេសាប៊ូដុំរបស់យើងជាដុំតូចៗហើយដាក់ចូលទៅក្នុងកែវបេសៀដែលយើងបានត្រៀមទុកដំណាក់កាលបន្ទាប់គឺយើងត្រូវចាក់ទឹកចូលទៅក្នុងឆ្នាំងក្នុងបរិមាណសមល្មមបន្ទាប់មកទៀតយើងត្រូវបើកដំណើរការចង្ក្រានហ្គាសរបស់យើងរួចដាក់ចំហុយមេសាប៊ូហើយរង់ចាំរហូតដល់មេសាប៊ូនេះរលាយអស់ក្នុងអំឡុងពេលរង់ចាំយើងអាចងាកមកលាយលក្ខណ៍របស់យើងសិនដោយយើងចាក់ទឹកបន្តិចចូលទៅក្នុងកែវបេសៀរួចចាក់លក្ខណ៍របស់យើងចូលយើងលាយលក្ខណ៍ចំនួន5ពណ៌ផ្សេងៗគ្នាទៅតាមប្រភេទក្លិននីមួយៗរបស់យើងដែលមានដូចជាក្លិន strawberry ក្លិនក្រូចឆ្មាក្លិន downy ក្លិនម្នាស់និងក្លិនផ្កាកុលាបបាយបន្ទាប់ពីសាប៊ូដុំរបស់យើងរលាយអស់យើងត្រូវយកល្បាយទាំងនោះទុកឲ្យត្រជាក់បន្ទាប់មកយើងត្រូវលាយលក្ខណ៍បន្ទាប់ពីលាយលក្ខណ៍រួចហើយយើងត្រូវលាយវីតាមីន E0 វិញម្ដងដោយវីតាមីន E0 នេះផងដែរគឺមានសារៈប្រយោជន៍នៅក្នុងការធ្វើឲ្យដៃរបស់យើងមានសំណើមនិងមិនរបកនៅពេលប្រើប្រាស់បន្ទាប់មកទៀតគឺយើងត្រូវលាយមេក្លិនវិញម្ដងដែលមេក្លិននេះផងដែរគឺមានសារៈប្រយោជន៍ក្នុងការធ្វើឲ្យសាប៊ូដុំរបស់យើងមានក្លិនឈ្ងុយគួរឲ្យចង់ប្រើប្រាស់ដំណាក់កាលបន្ទាប់គឺយើងត្រូវយកអ៊ីសូប្រូពីលអាល់កុលបាញ់ចូលទៅក្នុងពុម្ពហើយចាក់ល្បាយសាប៊ូរបស់យើងចូលទៅក្នុងពុម្ពនោះបន្ទាប់មកយើងត្រូវធ្វើសកម្មភាពនេះដដែលរហូតដល់មេសាប៊ូដុំរបស់យើងអស់ដំណាក់កាលចុងក្រោយគឺយើងត្រូវរង់ចាំរយៈពេលពី1ម៉ោងទៅ2ម៉ោងរហូតដល់ដុំសាប៊ូទាំងអស់ស្ងួតទើបយើងអាចបកចេញពីពុម្ពបានវីដេអូឯកសារស្ដីពីការផលិតសាប៊ូដុំរបស់យើងក៏ត្រូវបានបញ្ចប់យើងខ្ញុំទាំងអស់គ្នាសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាយើងខ្ញុំសូមគោរពអរគុណនិងសូមអរគុណ